មូលហេតុអ្វីបានជាអ្នកគួរតែចាយលុយខ្ទង់$50,000នៅក្នុងការទិញរថយន្តជប៉ុន Isuzu D-Max V Cross Full Option មួយនេះជារថយន្តជប៉ុនឆ្នាំ2026ដែលបំពាក់ជាមួយនឹងម៉ាស៊ីន 3.0 ផលិតកម្លាំងបានរហូតដល់ទៅ190សេសអ្វីដែលកាន់តែពិសេសនោះគឺជើងក្រោមដើរដោយប្រព័ន្ធ AI ហើយក៏ជារថយន្តជប៉ុនដែលបានបំពាក់ជាមួយនឹងចង្កូតអគ្គិសនីថ្មីទន់ធូរងាយស្រួលនៅក្នុងការបើកបរចំពោះផ្នែកខាងមុខនេះគឺត្រូវបានឌីហ្សាញថ្មីទៅលើប៉ាណាដែលមើលមកកាន់តែស្រស់ស្អាតនិងទាក់ទាញអ្វីដែលកាន់តែពិសេសគឺមានជាមួយនឹង sensor នៅខាងមុខដល់ទៅ4គ្រាប់ហើយចង្កៀងនេះគឺជាប្រភេទចង្កៀងគុជ LED ថែមទាំងមាន fog lamp នៅខាងក្រោមទៀតមិនថែមតែប៉ុណ្ណោះចំពោះផ្នែកខាងមុខនេះក៏មានជាកាមេរ៉ា stereo ដល់ទៅ2គ្រាប់ដែលមានសមត្ថភាពនៅក្នុងការចាប់តាំងអូតូទាំងខាងមុខទាំងខាងក្រោយកាន់តែពិសេសទៀតនោះចំពោះ Smart Key គឺបងប្អូនអាចធ្វើការបញ្ជាបញ្ឆេះពីចម្ងាយបានថែមទៀតផងដល់ផ្នែកចំហរថយន្តវិញអ្វីដែលយើងចាប់អារម្មណ៍ចំពោះ Full Option នេះគឺមានជាមួយនឹងស៊ុំកង់ហើយជាមួយនឹងយ៉ានកង់ពណ៌ខ្មៅដែលមានទំហំរហូតដល់ទៅ18អ៊ីងហើយយើងក៏លេចមកមួយជាមួយនឹងកញ្ចក់គឺមានជាមួយនឹងភ្លើង LED នៅសងខាងកញ្ចក់ថែមទាំងមានជាមួយនឹងប្រព័ន្ធ blind spot ដែលងាយស្រួលនៅពេលដែលបងប្អូនបើកបរមានអ្នកវ៉ាចែងគឺវានឹងផ្ដល់សញ្ញាជូនមកដល់ផ្នែកខាងក្នុងរបស់រថយន្តវិញគឺយើងឃើញថាមានសភាពធំទូលាយអ្វីដែលកាន់តែពិសេសនោះគឺបំពាក់មកជាមួយនឹងប្រភេទពូកស្បែកថែមទាំងជាប្រភេទកៅអីចុចអូតូហើយការផ្លាស់ប្ដូរថ្មីរបស់ Isuzu នៅឆ្នាំនេះគឺបានផ្លាស់ប្ដូរជាមួយនឹងចង្កូត Electronic ដែលទន់ធូរងាយស្រួលបើកបរហើយនៅលើនេះគឺមាន option ជាច្រើនដូចជាប៊ូតុងឡើងសំឡេងទម្លាក់សំឡេងប៊ូតុង Cruise Control Adaptive Cruise Control អ្វីដែលកាន់តែពិសេសនោះគឺមានតាប់ឡូស្បែកថែមទៀតផងបងប្អូនអាចកលេចមកមើលជាមួយនឹង screen សម្រាប់ screen នេះគឺជាប្រភេទ screen ដែលអាចភ្ជាប់ Apple CarPlay Android Auto បានដោយមិនចាំបាច់ប្រើខ្សែថែមទាំងមានប្រមូលជាមួយនឹងប្រព័ន្ធកាប់ពិសេសប្រព័ន្ធ Return Mode ប្រព័ន្ធ Live ចំណោទចុះចំណោទថែមទៀតផងចំពោះផ្នែកខាងក្រៅនេះក៏យើងឃើញថាមានសភាពធំទូលាយអ្វីដែលកាន់តែពិសេសចំពោះផ្នែកខាងក្រៅក៏មានភ្ជាប់មកជាមួយនឹងប្រភេទម៉ាស៊ីនត្រជាក់ថែមទាំងប្រព័ន្ធសាកថ្មលឿនលឿននៅផ្នែកខាងក្រៅថែមទៀតចំពោះ D-Max V Crossនេះផងដែរគឺមានជាមួយនឹងកាំងខាងលើអ្វីដែលកាន់តែពិសេសនោះគឺកាំងខាងក្រៅនេះក៏យើងមានដែរអញ្ចឹងធ្វើឲ្យរថយន្តមើលមកគឺកាន់តែទាក់ទាញស្រស់ស្អាតនិងកាចខ្លាំងមែនទែនចំពោះក្លឹបខាងក្រោយនេះគឺមានសភាពធំទូលាយដែលបងប្អូនអាចធ្វើការដាក់សម្លេងបានយ៉ាងច្រើនអ្វីដែលកាន់តែពិសេសគឺការដឹកបានរហូតដល់ទៅ1តោនហើយកន្លែងមើលជាមួយនឹង stop ខាងក្រោយវិញគឺយើងឃើញថាជាប្រភេទ stop LED ដែលភ្លឺច្បាស់ល្អកាន់តែពិសេសនោះមានជាមួយនឹង sensor នៅខាងក្រៅដល់ទៅ4គ្រាប់ថែមទាំងកាមេរ៉ារយៈខាងក្រៅ1គ្រាប់ថែមទៀតដូច្នេះបើសិនជាបងប្អូនកំពុងតែមានតម្រូវការជាមួយរថយន្ត Isuzu D-Max V Cross Full Option នេះយកទៅប្រើប្រាស់អាចធ្វើការទំនាក់ទំនងច្បាស់ស៊ីមេតាមរយៈ Facebook Page ឬក៏លេខទូរស័ព្ទដែលបានដាក់នៅលើវីដេអូនេះច្បាស់ស៊ីមេសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ